បាទសួស្តីបងប្អូនអរគ្នាថ្ងៃនេះខ្ញុំនឹងបង្ហាញបងប្អូនពីរបៀប remove background ពីរូបថតបងប្អូនអរគ្នាអញ្ចឹងមានបងប្អូនខ្លះគាត់សួរថាធ្វើម៉េចដើម្បី remove បានណាអញ្ចឹងវាមានវិធីច្រើនក្នុងការ remove background ណាអញ្ចឹងវិធីនេះគឺងាយមែនតើបងប្អូនអរគ្នាអញ្ចឹងខ្ញុំបង្ហាញបងប្អូនអរគ្នាពីរបៀប remove តែម្ដងអញ្ចឹងសម្រាប់បងប្អូនដែលប្រើកម្មវិធីbackground editor ChatGPT ដើម្បី remove ឬក៏កម្មវិធី remove.bg website នេះក៏យើងអាច remove បានដែរ3នេះអញ្ចឹងយើង remove បានតែវិធីនេះខ្ញុំបង្ហាញពីបងប្អូនពីរបៀប remove background ដោយវិធីលឿនរហ័សបាទជាងមុនណាអញ្ចឹងយើងមិនបាច់ចាំប្រើកម្មវិធី3នេះឬកម្មវិធី Adobe Photoshop អីទេគឺយើងប្រើកម្មវិធីរបស់ Google តែម្ដងបាទអញ្ចឹងដើម្បី remove background គឺអត់ពិបាកទេបងប្អូនអរគ្នាដូចជារូបថតនេះបងប្អូនអរគ្នានេះអានេះយើង remove រួចហើយអានេះគឺអត់ទាន់ remove ទេរូបឆ្មានេះអីចឹងបាទអញ្ចឹងដើម្បី remove background គឺយើងអត់ពិបាកទេបងប្អូនអរគ្នាយើងប្រើវិធីនេះគឺលឿនមែនតើគឺយើងគ្រាន់តែបងប្អូនជួយអរគ្នាចូលទៅកាន់ Google មកតទៅទៀតបងប្អូន search អ្វីដែលយើងចង់បានរូបថតហ្នឹងណាបាទមកតារូបថតយើងនិយាយពីឆ្មាពី cat ចឹងណាអញ្ចឹងយើង search ក្នុង Google មកបងប្អូន search cat ចឹងមកតទៅទៀតបងប្អូនចុចយកពាក្យថា image នេះមកណាបាទអញ្ចឹងគឺជាអានេះគឺជា image ដែលយើងចង់បានណាមកថាបងប្អូនចង់បានឆ្មាណាឆ្មារូបថតជាឆ្មាអញ្ចឹងហើយយើងចង់ remove background វាចេញមកថា remove background នេះវាយើងពេលយើងបងប្អូនគ្នា download save ពី Google មកគឺវាជាប់ background ណាបងប្អូនគ្នាបាទវាជាប់ background ណាពេលយើងបើកមកវាជាប់ background ហ្នឹងអញ្ចឹងដើម្បីឲ្យដាច់ background យើងអាច remove បានណា remove នៅក្នុងកម្មវិធី Google តែម្ដងអញ្ចឹងបងប្អូនអរគ្នាចុចលើ image ហ្នឹងទៅហើយយើងគ្រាន់តែចូលទាញមកខាងនេះទៅបងប្អូនឃើញពាក្យថា search tool នេះបាទ search tool នេះមកគាត់ search tool នេះមកហើយយើងបងប្អូនចុចយកcolor នេះមកណាអញ្ចឹងបងប្អូនគ្រាន់តែចុចយកពាក្យថា transparent នេះមកបាទអញ្ចឹងគឺនេះគឺជារូបដែលមាន background ណាបងប្អូនអរគុណអញ្ចឹងបងប្អូនអាចយករូបដែលមាន background ហ្នឹងយកទៅប្រើបានណាបាទនេះគឺរូបដែលមាន background បាទអញ្ចឹងបងប្អូនពេលបងប្អូន download រូបហ្នឹងមកគឺអត់មាន background ជាប់ទេមកខ្ញុំ down រូបនេះចុះចាំពេលយើង down យើង save ពី Google ហ្នឹងមកគឺរូបហ្នឹងគឺអត់មាន background ទេបាទនេះរូបនេះវាមាន background ដែរវាដាច់អត់មាន background ហ្មងណាបាទហើយបើសិនជាបងប្អូនចង់ប្រើ remove background ដោយប្រើរូបថតរបស់យើងណាគឺបងប្អូនអាចប្រើជាមួយនឹងកម្មវិធីនេះទៅកម្មវិធីនេះ back អានោះបើសិនកាន់តែយើងប្រើរូបថតមិនមែនយកពី Google បងប្អូនអាចប្រើនេះបងប្អូនប្រើកម្មវិធី background edit eraser ហ្នឹងមកក៏បានដែរឬក៏បងប្អូនប្រើ ChatGPT ក៏បានដែរ ChatGPT បងប្អូនគ្រាន់តែថាចរូបថតហើយយើងសរសេរពាក្យថា remove background មក remove background ចឹងមកអញ្ចឹង ChatGPT គេធ្វើការយើងអញ្ចឹងបាទ remove background ចឹងអញ្ចឹងបងប្អូនតើណាថាច់នេះថាច់រូបថតមកហើយបងប្អូនសរសេរពាក្យថា remove background មកអានោះក៏ ChatGPT ក៏ធ្វើ remove background ឲ្យយើងបានដែរបាទហើយមួយទៀតបងប្អូនអាចចូលទៅ website remove.big នេះក៏ remove ឲ្យយើងដែរណាបាទអញ្ចឹងរបៀប remove ហ្នឹងគឺមានប៉ុណ្ណឹងចង់បង្ហាញបងប្អូនអរគ្នាហើយមានចម្ងល់អាច comment ខាងក្រោមបានអរគុណច្រើនជម្រាបលា